ក្រសួងការពារជាតិយោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់និងបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះក្រសួងការពារជាតិសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង12:59នាទីរំលងអាធ្រាត្រចូលថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានឈានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ56បាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តអត្តនិរេនៅរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនបានដាច់ខាតទូក្នុងតម្លៃណាក៏ដោយតែឃើញថានៅក្នុងព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះក្រសួងការពារជាតិចាប់បានជម្រាបជូនដំណឹងនៅស្ថានភាពទៅតាមបន្ទាត់ព្រំដែនจากកម្ពុជានិងថៃអំពីករណីដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ចាដោយយោធាថៃនឹងបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរតែពេញមួយយប់ចានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង12:59នាទីរំលងអាធ្រាត្រដែលឈានចូលក្នុងថ្ងៃទី9ខែធ្នូឆ្នាំ2025នេះចាយោធាថៃបានឈានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងចំនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យក៏បានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងតែធ្វើដំណើរនៅលើផ្លូវជាតិលេខ56នឹងបានបាត់បង់ជីវិតចំនួន2នាក់ដោយសារតែគ្រាប់ផ្លោងរបស់យោធាថៃដោយក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តអត្តនិរេនៅរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីជាព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយមកឈ្លានពានដែលខុសច្បាប់នោះឡើយ